ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប boost follower page Facebook ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ page របស់បងប្អូនមានចំនួនអ្នក follower ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានគឺធានាថា page របស់បងប្អូននឹងមានចំនួនអ្នក follower កើនឡើងបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺពិតជាងាយស្រួលមែនតើគឺបងប្អូនគ្រាន់តែមាន link page របស់បងប្អូនអាចបង្កើនឬក៏ boost ចំនួន follower បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះបងប្អូនហើយបើនិយាយពីតម្លៃសេវាកម្មវិញគឺរឹតតែពិសេសទៀតឲ្យបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនតើដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះហើយបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកឆ្វេងបន្តិចមកហើយបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនតើបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower Facebook page like both follower Facebook group member Facebook post like post reaction page review post share video view reel view Facebook comment like ក៏ដូចជា Facebook live stream view គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន follower page បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook page follower ដែលនៅខាងលើគេបង្អស់នេះបានហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចអូសវាមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងនឹងផងដែរគឺវាមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា Facebook page follower anytime page 5k ដល់ 50k ក្នុងមួយថ្ងៃ Facebook all type profile page global name 10k ក្នុងមួយថ្ងៃ Facebook page follower 1 minute completed 250k ក្នុងមួយថ្ងៃ Facebook all type profile page global name 10k ក្នុងមួយថ្ងៃ Facebook page follower anytime page 10k ទៅ 20k ក្នុងមួយថ្ងៃហើយ service ខ្លះទៅគឺវាមាន 2k ក្នុងមួយថ្ងៃនិង service ខ្លះទៀតគឺវាមាន 2k ទៅ 5k ក្នុងមួយថ្ងៃហើយរាល់ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនតើហើយបើនិយាយពី quality របស់ service ទាំងអស់នោះវិញគឺសុទ្ធតែធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានដោយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសប្រើប្រាស់ service ដែលមានលេខកូដ4724គឺ Facebook all type profile page global name 10k ក្នុងមួយថ្ងៃនៅពេលដែលបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសវាមកក្រោមបន្តិចទៀតហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺតម្រូវបងប្អូនចូលទៅ copy link page របស់បងប្អូនចូលនៅត្រង់កន្លែងនេះគឺជាកន្លែងសំខាន់មែនតើបងប្អូនដើម្បីទាញយក link page របស់បងប្អូនបានជាដំបូងបងប្អូនចូលទៅកាន់ Facebook page របស់បងប្អូនជាមុនសិនមកហើយនៅលើ page របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចៗនៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងបានហើយបន្ទាប់មកបងប្អូនអាចចុចចូលទៅលើពាក្យថា share profile ដែលនៅខាងលើនេះក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា copy link ដែលនៅខាងក្រោមនេះតែម្ដងក៏បានដែរបងប្អូនបន្ទាប់ពីបងប្អូនបាន copy link page របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link page របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន follower ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10 follower និងយ៉ាងច្រើនរហូតដល់ 100000 follower បងប្អូនគឺពិតជាច្រើនមែនតើបងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន follower ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបានហើយនៅក្នុងថ្ងៃនេះគឺខ្ញុំ boost ត្រឹមតែចំនួន10 follower ទេបងប្អូន
ចំពោះឆាតដែលនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 follower អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0048 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន follower នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន follower នៅខាងលើនឹងចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន follower ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនហើយចំណាយរយៈពេល36នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន follower នៅលើ page របស់បងប្អូនគឺមានន័យថាបន្ទាប់ពី36នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន follower កើនឡើងនៅលើ page របស់បងប្អូនទៅតាមចំនួន follower ដែលបងប្អូនបាន boost ក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាក៏ជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link page របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅត្រង់កន្លែងនេះបាននៅពេលដែលបងប្អូនបានចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមនឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់ service ដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link page របស់បងប្អូនចំនួន follower ដែលបងប្អូនបាន boost និងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានចំពោះរយៈពេលរងចាំដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល36នាទីឬក៏យូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន follower នៅលើ page របស់បងប្អូនកើនឡើងទៅតាមចំនួន follower ដែលបងប្អូនបាន boost ក៏ប៉ុន្តែអត់តម្រូវឲ្យបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការ boost follower page Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ